ស្វាគមន៍ប្រិមត្តអរគ្នាជួបគ្នាបន្តទៀតហើយមកកាន់ Channel Secret ចាប្រិមត្តដែលចូលចិត្តរឿងតាក់ទងជាមួយនឹងការធ្លាក់យន្តហោះក៏ដូចជាត្រីឆ្លាម admin គិតថារឿងមួយហ្នឹងគឺល្អមើលគួរសមរឿងមួយហ្នឹងគឺទៅតែចាញ់ពេលថ្មីហ្នឹងទេមានចំណងជើងថា Devourer ដែលនិយាយពីការធ្លាក់យន្តហោះទៅលើមហាសមុទ្រហើយបន្តទៀតនឹងត្រីឆ្លាមជាច្រើនបានមកហែស៊ីអ្នកធ្វើដំណើរនៅលើមហាសមុទ្រមួយហ្នឹងអូខេតោះអញ្ចឹងមកទស្សនាការសម្រាយរឿងរបស់ admin ដូចតទៅសាច់រឿងបានចាប់ផ្ដើមនៅក្នុងទីក្រុង Los Angeles អ្នកបើកយន្តហោះម្នាក់មានឈ្មោះថាលោក Ben កំពុងតែលំហែកាយនៅក្នុងអូតែមួយកន្លែងនៅខាងក្នុងមានបារកំសាន្តមួយកន្លែងផងដែរមនុស្សម្នាក់កំពុងតែផឹកស៊ីច្រៀងរាំលេងកំសាន្តយ៉ាងសប្បាយក្អាកក្អាយនៅខាងក្នុងនោះមានមេបញ្ជាការអ្នកបើកយន្តហោះម្នាក់ជើងចាស់ផងដែរមានឈ្មោះថាលោក Rick កំពុងតែច្រៀងរាំលេងកំសាន្តនៅខាងក្នុងនឹងនិយាយលេងជាមួយនឹងមិត្តភក្តិការងាររបស់លោកបើតែមកប្រពន្ធរបស់លោក Ben ក៏បានតែមកកាន់លោក Ben ទាំងសោកសៅរឿងកូនរបស់លោក Ben មានជំងឺហើយសួរចង់ដឹងថាលោក Ben ត្រឡប់មកផ្ទះវិញនៅពេលណាប៉ុន្តែលោក Ben ត្រូវមានជើងហោះហើរទៅឯសៀងហៃនៅថ្ងៃស្អែកមិនអាចទៅមើលកូនដែលកំពុងតែដេកឈឺបាននោះទេដូច្នេះបានជាលោក Ben គ្មានជំរឿលោកនៅថ្ងៃស្អែកមកដល់បារម្ភម្នាក់មានឈ្មោះថា Dan ដែលជំនួសរឹងរស់បានជួបបារីនៅមុខច្រកទ្វារប្រលានយន្តហោះមកស្ដាប់តាមការបំរាមនៅឯប្រលានយន្តហោះសោះហើយបានប្រើប្រាស់ power bank នៅក្នុងវ៉ាលីថែមទៀតផងដែលបានកុហកអ្នកឆែកឆេរវ៉ាលីថានៅក្នុងវ៉ាលីរបស់គេគឺគ្មាន power bank នោះទេរីឯលោក Rick ហើយនិងលោក Ben ទៅតែមកដល់ប្រលានយន្តហោះដើម្បីត្រៀមបើកយន្តហោះដោយសមមួយដងទៅកាន់សៀងហៃខណៈពេលនោះលោក Ben បានឃើញឪពុកម្នាក់ឲ្យជាយន្តហោះជាមួយនឹងគ្នាប្រូខូឡាខ្លាចជាយន្តហោះជាខ្លាំងទៅបានជាលោក Ben ដើរតែនិយាយលេងជាមួយនឹងខូរ៉ាហើយបានប្រាប់ថាការជាយន្តហោះគឺមិនឯងនោះទេលោក Ben សន្យាជាមួយនឹងខូរ៉ាក៏បានសួរទៅកាន់លោក Ben វិញថាលោក Ben គឺជាមេបញ្ជាការអ្នកបើកយន្តហោះមែនទេលោក Ben បានតបទៅវិញទាំងសោយថាគឺអត់ទេលោក Rick ទេគឺជាមេបញ្ជាការក្នុងការបើកយន្តហោះខូរ៉ាក៏បានសួរទៅទៀតថាលោក Ben ចាស់ហើយមិនទាន់ធ្វើជាមេបញ្ជាការទៅទៀតនៅពេលលឺហើយលោក Ben ក៏បានចាប់ផ្ដើមសោយតែម្ដងលោក Ben បាននិយាយទៅកាន់ខូរ៉ាបន្តទៀតថាពេលខ្លះនៅក្នុងជីវិតរបស់យើងត្រូវធ្វើដំណើរតាមផ្លូវវាងខូរ៉ាធ្លាប់ដើរផ្លូវវាងដែរឬអត់ខូរ៉ាបានតបទៅវិញថាគឺអត់ទេនាងធ្វើដំណើរតាន់ពេលវេលាហើយស្របពេលនោះម្ដាយរបស់ខូរ៉ាក៏បាននាំប្អូនប្រុសរបស់នាងមានឈ្មោះថា Finn ទៅតែមកដល់ហើយពុកម្ដាយរបស់ខូរ៉ាតែដាក់សញ្ញានៅលើទូរស័ព្ទដៃរបស់ពួកគេទាំងពីរនាក់ក្រែងលោពួកគេទាំងពីរនាក់វង្វេងនៅឯប្រលានអាចមើលសញ្ញាទាំងអស់នោះដឹងថាពួកគេទាំងពីរនាក់គឺនៅកន្លែងណាស្របពេលនោះអ្នកដឹកវ៉ាលីបានដឹកវ៉ាលីដាក់ក្នុងយន្តហោះដោយពួកគេបានដឹងទេថា power bank របស់ Dan នៅក្នុងវ៉ាលីនៅពេលនោះអ្នកធ្វើដំណើរពីរនាក់ជាជនជាតិចិនម្នាក់ស្រីមានឈ្មោះថា Lisa បានដើរបោកបារម្ភម្នាក់មានឈ្មោះថា Hatch ហើយនៅពេល Hatch និយាយលេងជាមួយនឹង Lisa មិត្តភក្តិរបស់ Lisa មានឈ្មោះថា Sam ក៏បានដើរមកហាមឃាត់ទៅបានជាពួកគេទាំងពីរនាក់ឆ្លោះប្រកែកគ្នាទៅវិញទៅមកប៉ុន្តែប្រធានក្រុមកីឡារបស់ Hatch ក៏បានដើរហាមឃាត់ Hatch មិនឲ្យពួកគេទាំងពីរនាក់ឆ្លោះប្រកែកគ្នាទៀតទេរី Lisa ប្រាប់ទៅកាន់ Sam ថាគួរតែវា Hatch មួយដៃទៅSam ក៏បានសួរទៅវិញថាបើវាយគ្នាហើយតើបានអីមកវិញទៅបន្តមកអ្នកដំណើរក៏បានចូលទៅក្នុងយន្តហោះពីម្នាក់ទៅម្នាក់ឆែកសបត់យន្តហោះចូលទៅខាងក្នុងពីម្នាក់ទៅម្នាក់ដើម្បីរកលេខកៅអីសម្រាប់អង្គុយអ្នកបម្រើការយន្តហោះម្នាក់មានឈ្មោះថា Penny បានប្រកាសស្វាគមន៍នៅក្នុងយន្តហោះទៅកាន់អ្នកធ្វើដំណើរទាំងអស់គ្នាដើម្បីពួកគេធ្វើតាមច្បាប់និងធ្វើដំណើរបន្តិចទៀតហើយបន្តិចក្រោយមកលោក Ben ហើយនិងលោក Rick ចាប់ផ្ដើមបើកយន្តហោះចាក់ចេញទៅតែម្ដងពួកគេបើកយន្តហោះបណ្ដានិយាយលេងជាមួយនឹងគ្នាបណ្ដាលោក Rick គឺជាមេបញ្ជាការម្នាក់ដែលមានជំនាញបើកយន្តហោះច្រើនឆ្នាំមកហើយក៏ជាមនុស្សចិត្តល្អម្នាក់ផងដែរនៅក្នុងក្រុមការងាររបស់លោកខណៈពេលនោះលោក Rick បាននិយាយរឿងការចូលអត្រាតរបស់លោក Rick ហើយតំណែងជាមេបញ្ជាការរបស់លោកនោះនឹងឲ្យទៅកាន់ Ben មិនខានដូច្នេះហើយបានជាលោក Rick ឲ្យ Ben ធ្វើការងារឲ្យបានល្អបើតើមកនៅពេលក្រុមការងាររបស់លោក Ben មកនិយាយរឿងកូនរបស់លោក Ben ឈឺសម្រាប់ព្យាបាលនៅអាមន្ទីរពេទ្យលោក Ben ចាប់ផ្ដើមសោកសៅតែម្ដងរីឯក្រុមការងាររបស់លោក Ben ម្នាក់ទៀតបានធ្វើសញ្ញាឲ្យក្រុមការងារនោះឈប់និយាយរឿងនោះបន្តទៀតទៅលោកនៅពេលដែលពួកគេបានធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងបារម្ភបីក្មេងម្នាក់មានឈ្មោះថាចេះក៏ពុទ្ធតែប្រើប្រាស់កុំព្យូទ័ររបស់គេធ្វើការងារស្ត្រីចំណាំម្នាក់មានឈ្មោះថា Becky ក៏ពុទ្ធតែមើលរូបថតកូនស្រីរបស់គាត់ដែលរស់នៅសៀងហៃDan កំពុងតែធន់ទ្រាំជាខ្លាំងនៅពេលអ្នកធ្វើដំណើរម្នាក់ទៀតបានដេកស្រមុកនៅក្បែរគេហើយនៅពេល Dan ប្រឹងយកបារីមកជួអ្នកបម្រើការយន្តហោះម្នាក់ទៀតមានឈ្មោះថា Zoe ក៏បានដើរមកហាមឃាត់ប៉ុន្តែក៏ប៉ុន្តែ Dan បានយកវាមកយកទៅជារបស់គេតែប៉ុណ្ណោះស្របពេលនោះចាប់អារម្មណ៍ទៅលើអ្នកបម្រើការយន្តហោះមានឈ្មោះថា Zoe ជាខ្លាំងហើយអ្នកស្រី Becky ក៏មើលដឹងផងដែរថាចេះកំពុងតែចាប់អារម្មណ៍ទៅលើ Zoe ទៅបានជាសួរនាំទៅកាន់ចេះហើយប្រតិកម្មចេះផងដែរថាកុំសង្ឃឹមខ្ពស់ពេកមើលទៅខុសគ្នាខ្លាំងណាស់
រីឯដៃគូអ្នកលេងហ្គេមគឺលីសាបានឃើញសែមក៏តែដាក់ការរហូតហើយនេះឆ្ងល់ផងដែរថាម្ដេចបានជាសែមតែចូលចិត្តខឹងខ្លាំងម្ល៉េះហើយសែមនឹកស្មានថានិយាយរឿងឆ្លោះគ្នាជាមួយនឹងហាច់មុននោះប៉ុន្តែក៏ប៉ុន្តែលីសាចង់និយាយរឿងការប្រកួតលេងហ្គេមរបស់ពួកគេតែប៉ុណ្ណោះហើយក៏ប៉ុតមួយទៀតនោះគឺសែមលួចស្រឡាញ់លីសាយូរមកហើយប៉ុន្តែគ្មានកម្លាំងចិត្តក្នុងការសារភាពទៅកាន់លីសាបន្តិចសោះគេបានទៅបន្ទប់ទឹកមើលសបល់ស្នេហារបស់គេដែលបានទុកឲ្យលីសាម្ដងហើយម្ដងទៀតប៉ុន្តែនៅតែមិនហ៊ានឲ្យទៅកាន់លីសាដដែលរីឯឪពុករបស់ក្មេងស្រីខរ៉ាព្យាយាមនិយាយលេងជាមួយនឹងខរ៉ាដើម្បីឲ្យខរ៉ាប្រស័យតាក់ទងគ្នាជាមួយនឹងប្អូនប្រុសរបស់នាងមានឈ្មោះថាហ្វីនឲ្យកាន់តែស្និទ្ធស្នាលជាមួយនឹងគ្នាដោយសារតែហ្វីនគឺជាប្អូនប្រុសម្ដាយផ្សេងគ្នាជាមួយនឹងខរ៉ាប៉ុន្តែដល់ពេលនោះខរ៉ានៅតែមិនស្ដាប់ដដែលក៏តែលេងហ្គេមរហូតនិងពាក់ការរហូតដោយសារតែមិនចង់ឲ្យកូនស្រីឃើញពួកគេទាំងពីរនាក់អោបថើបគ្នាទៅវិញទៅមកឪពុករបស់ខរ៉ាក៏បាននឹងប្រពន្ធចង់ទៅអោបថើបគ្នាក្រឹបទឹកខ្មុំនៅក្នុងបន្ទប់ទឹកតែពីរនាក់តែម្ដងបើទីក្រមស្រាប់តែ power bank របស់ Dan ដែលបានទុកនៅក្នុងវ៉ាលីចាប់ដាំផ្ទុះនៅក្នុងវ៉ាលីដោយមិនទាន់មាននរណាដឹងទេថា power bank នោះគឺបានផ្ទុះទៅហើយ Riven បានបាត់ឪពុកម្ដាយរបស់គេទៅណាមិនដឹងហើយ iPad លេងហ្គេមរបស់គេគឺបានអស់ថ្មថែមទៀតផងនៅពេល Riven បានសួរនាំខរ៉ាបាននិយាយថាឪពុកម្ដាយរបស់ពួកគេទៅលេងទឹកនៅក្នុងអាងទឹកបាត់ទៅហើយអាងទឹកលេងគឺនៅខាងក្រោយនៅពេលលឺហើយ Finn ឆ្ងល់ជាខ្លាំងថានៅក្នុងយន្តហោះនោះមានអាងហែទឹកបានយ៉ាងម៉េចទៅហើយនៅពេល Finn បានដើរទៅរកមើលក៏បានឃើញចែកកំពុងតែលេងហ្គេមដែលជាហ្គេមគេចូលចិត្តជាខ្លាំងនៅពេលឃើញ Finn ចូលចិត្តលេងហ្គេមហ្នឹងចែកក៏បានហៅ Finn មកលេងជាមួយនឹងគ្នាតែម្ដងបើតែក្រោយយន្តហោះបានលុបសញ្ញាមិនប្រក្រតីនៅកន្លែងរសាវ៉ាលីទៅបានជាលោកបានដំណើរការមុខងារផលិតភ្លើងដែលកំពុងតែឆាបឆេះនៅខាងក្នុងហើយឲ្យក្រុមការងារទៅខាងក្រៅពិនិត្យមើលរកវិធីដោះស្រាយជាមួយនឹងគ្នាអ្នកបម្រើការយន្តហោះ Penny បានដាក់ពិនិត្យមើលអ្នកធ្វើដំណើរពីកៅអីមួយទៅកៅអីមួយហើយនៅពេលខរ៉ាបានឪពុកម្ដាយយូរខ្លាំងពេកខរ៉ាក៏បានដើរទៅមាត់ទ្វារបន្ទប់ទឹកស្រែកហៅឪពុកម្ដាយរបស់នាងម្ដងហើយម្ដងទៀតប៉ុន្តែឪពុកម្ដាយរបស់ខរ៉ាបានជាមិនបើកទ្វារសោះក៏តែក្រេបទឹកខ្មុំនៅខាងក្នុងតែពីរនាក់រហូតហើយនៅពេលយន្តហោះចាប់ផ្ដើមផ្ទុះឡើងក្រុមការងារពីរនាក់ដែលបានចូលទៅពិនិត្យមើលនៅខាងក្រោមក៏បានស្លាប់ឪពុកម្ដាយរបស់ខរ៉ាក៏បានជាប់នៅក្នុងបន្ទប់ទឹកទាំងពីរនាក់ខរ៉ាបានប៉ើងទៅខាងមុខប៉ុន្តែត្រូវបានអ្នកដំណើរជួយចាប់ទាន់ពេលវេលាអ្នកដំណើរផ្សេងទៀតបានយកខ្យល់អុកស៊ីសែនមកពាក់ពីម្នាក់ទៅម្នាក់ប៉ុន្តែនៅពេលនោះយន្តហោះនៅតែមិនអាចគ្រប់គ្រងបានដដែលរបស់មិនធ្លាប់មកខាងក្រោមត្រូវអ្នកធ្វើដំណើរនៅខាងក្រោមពីម្នាក់ទៅម្នាក់ទៅបានជាលោករាជប្រកាសឲ្យអ្នកធ្វើដំណើរទាំងអស់ការពារខ្លួននិងធ្វើតាមការប្រាប់អ្នកបើកយន្តហោះរីសឹមនៅពេលដែរចេញពីបន្ទប់ទឹកទៅរកលីសាអ្នកបម្រើការយន្តហោះក៏បានហាមឃាត់ដាក់ឲ្យសែមអង្គុយជាប់នៅលើកៅអីហាមចាញ់ពីកៅអីឲ្យសោះដាក់ខ្សែក្រវ៉ាត់ការពារខ្លួនរីដែនដែលបានលួចទៅបន្ទប់ទឹកជួបបារីមុននោះក៏បានជាប់នៅក្នុងបន្ទប់ទឹកផងដែរហើយនៅពេលដែនបានចេញមកខាងក្រៅវិញស៊ូអ៊ីក៏បានហាមឃាត់ប្រាប់ឲ្យដែនទៅរកកន្លែងមានសុវត្ថិភាព Ailerons, elevator, and rudder. That's good. អ្នកបើកយន្តហោះនៅតែមិនអាចគ្រប់គ្រងយន្តហោះនោះបានដដែលស្លាប់យន្តហោះចាប់ដើមឆាបឆេះបន្តិចម្ដងហើយបានឆ្លាតទៅខាងក្រោមសម្ដៅទៅរកមហាសមុទ្រទៅបានជាលោករាជទម្លាក់ភ្លើងទៅខាងក្រោមដើម្បីបញ្ចាំងមើលនៅខាងក្រោមហើយរកកន្លែងសម្រាប់ចតជាបន្ទាន់រីឯខរ៉ានៅតែរត់ទៅរកឪពុកម្ដាយរបស់នាងម្ដងទៀតដដែលប៉ុន្តែ Penny ក៏បានរត់ទៅហាមឃាត់នៅពេលដែលយន្តហោះមិនអាចចតនៅខាងក្រោមបានលោករាជសម្រេចចិត្តឲ្យលោក Ben បង្ខំចិត្តបន្ទាបខ្លួនយន្តហោះទៅខាងក្រោមតែម្ដងមុនពេលដែលយន្តហោះត្រូវបានបន្ទោសម្រាប់មនុស្សនៅក្នុងយន្តហោះនោះទាំងអស់រីឯអ្នកធ្វើដំណើរកំពុងតែភ័យស្លន់ស្លោជាខ្លាំងពួកគេកំពុងតែបានព្រះសម្ពះទេវតាឲ្យជួយពួកគេផងខណៈពេលនោះគ្មាននរណាម្នាក់អាចជួយពួកគេទាំងអស់គ្នាបាននោះទេដែលក្រៅពីព្រះតែប៉ុណ្ណោះទៅបានជាពួកគេបានព្រះសម្ពះទេវតាឲ្យជួយពួកគេផងបើតើមកលោករិចហើយនិងលោក Ben សម្រាប់ចិត្តថាបន្ទាបខ្លួនយន្តហោះទៅខាងក្រោមតែម្ដងហើយទម្លាក់ខ្លួនទៅលើមហាសមុទ្រធ្វើយ៉ាងណាកុំឲ្យការចោះចត់នៅខាងក្រោមនោះមានមនុស្សស្លាប់បន្ថែមទៀតនៅពេលពួកគេសម្រាប់ចិត្តហើយនៅពេលយន្តហោះធ្លាក់ទៅក្នុងទឹកសមុទ្រយន្តហោះក៏បានរំកិលខ្លួននៅលើទឹកសមុទ្ររហូតហើយបានបុកជាមួយនឹងថ្មបប្រាក់ទឹកនៅខាងក្រោមបដាឲ្យយន្តហោះបានបុកជាមួយនឹងថ្មទឹកសមុទ្របានធ្លាយចូលទៅក្នុងយន្តហោះអ្នកដំណើរបានបុកជាមួយនឹងរបស់របរនៅក្នុងយន្តហោះដែលធ្វើពួកគេស្លាប់ជាច្រើនអ្នកនៅមានជីវិតប៉ុន្មានអ្នកតែប៉ុណ្ណោះលោកនៅបរិយន្តហោះបានធ្លាក់ទៅក្នុងមហាសមុទ្រហើយបានទៅលើថ្មបប្រាក់ទឹកហើយអ្នករស់រានមានជីវិតបានហែទៅរកកន្លែងមានសុវត្ថិភាព
លោកបានក៏បានដើរទៅមើលលោករិចដែលកំពុងតែស្លាប់មិនដឹងខ្លួនខរ៉ាបានសម្លឹងមើលទៅយន្តហោះដែលបានដាច់ខ្លួនជា3កំណាត់ទៅហើយពីមួយកំណាត់ទៅមួយកំណាត់គឺឆ្ងាយពីគ្នាជាខ្លាំងអ្នកធ្វើដំណើរបានបែកគ្នាជា3ក្រុមទៅហើយខរ៉ានៅក្នុងបំណែកជាមួយនឹងលោកបែនលោករិចហើយនឹងផែននីបន្ទាប់មកលោកបែនហើយនឹងផែននីក៏បានព្យាយាមទៅសង្គ្រោះលោករិចឲ្យចេញពីកៅអីបើកយន្តហោះប៉ុន្តែជើងរបស់លោករិចបានជាប់ជាមួយនឹងកៅអីងើបឡើងរួចទៅហើយទោះជាពួកគេព្យាយាមទាញយ៉ាងណាក៏ដោយរីឯបំណែកយន្តហោះមួយទៀតសែមកំពុងតែដើររកលីសាប៉ុន្តែបើជាមិនឃើញសោះសែមបានឃើញអ្នកដំណើរជាច្រើនអ្នកកំពុងតែរងរបួសនិងខ្លះទៀតបានស្លាប់អស់ទៅហើយប៉ុន្តែខណៈពេលនោះដែនបានជាគិតតែជួបបារីរហូតមិនខ្វល់ពីអ្នកស្លាប់នៅក្បែរខ្លួនបន្តិចសោះរីចែបានជាប់នៅលើកៅអីជាមួយនឹងក្មេងប្រុសហ្វីននៅពេលចែបានដឹងខ្លួនឡើងវិញចែក៏បានព្យាយាមជួយសង្គ្រោះហ្វីនឲ្យចេញពីកៅអីហើយព្យាយាមឡើងទៅខាងលើដើម្បីរកច្រកចេញនៅខាងក្នុងគឺមានអ្នកស្រីបេគីហើយនិងស៊ូអ៊ីម្នាក់ផងដែររីលីសានៅម្នាក់ឯងកំពុងតែហែទៅរករបស់តោងនៅលើមហាសមុទ្រនៅពេលហែបន្តិចតែប៉ុណ្ណោះស្រាប់តែមានអ្វីក៏បានខំជើងលីសាទៅខាងក្រោមទឹកទៅបានជាលីសាព្យាយាមហែទៅខាងលើតោងរបស់បំណែកយន្តហោះហើយបានមើលស្នាមរបួសជើងរបស់នាងផងដែរខណៈពេលនេះលោកបែនហើយនឹងផែននេះក៏ប្រតិព្យាយាមជួយសង្គ្រោះលោករិចចេញពីកៅអីបន្តទៀតដដែលប៉ុន្តែពួកគេទាំងពីរនេះមិនអាចជួយសង្គ្រោះលោករិចបានដដែលហើយកញ្ចក់យន្តហោះចិត្តធ្លាយមកថែមទៀតផងពួកគេមិនមានពេលច្រើនក្នុងការជួយលោករិចចេញមកខាងក្រៅបាននោះទេបើសិនជាពួកគេនៅបន្តិចទៀតនោះកញ្ចក់នឹងធ្លាយមិនខានហើយពួកគេទាំងអស់គ្នានឹងស្លាប់មិនខានដោយសារតែដឹងថាពួកគេមិនអាចជួយលោករិចបានលោករិចក៏បានសុំឲ្យពួកគេទុកលោករិចចោលទៅហើយចាក់ចែងពីលោករិចចោលទៅដើម្បីឲ្យលោកបែនហើយនឹងផែននីមិនចោលទៅណាចោលលោករិចសោះប៉ុន្តែលោករិចនៅតែដាញ់ពួកគេឲ្យទៅដដែលទៅបានជាពួកគេយល់ព្រមធ្វើតាមលោករិចមុនពេលដែលពួកគេបានចាក់ចែងទៅផែននីក៏បានយករូបថតប្រពន្ធកូនរបស់លោករិចឲ្យលោករិចថើបជាលើកចុងក្រោយផងដែរនៅពេលដែលលោកបែនបានចេញមកខាងក្រៅមើលលោកបែនទើបតែដឹងថាយន្តហោះបានដាច់ជា2កំណាត់ទៅហើយរីឯស៊ូអ៊ីនៅពេលដែលព្យាយាមតោងទៅខាងលើជាមួយនឹងចែហើយនឹងហ្វីនស្រាប់តែរបូតដៃវាទៅធ្លាក់ទៅខាងក្រោមទៅហើយប៉ុន្តែចែបានជួយទាន់ពេលវេលានៅពេលចែបានសម្លឹងមើលទៅតាមបុគ្គលយន្តហោះចែបានឃើញយន្តហោះដែលពួកគេកំពុងតែជាប់នោះគឺនៅក្រោមបាតសមុទ្រដែលត្រៀមលេខទៅក្នុងបាតសមុទ្របន្តិចទៀតមិនខានរីឯឪពុកម្ដាយរបស់ខរ៉ានៅពេលដែលពួកគេទាំងពីរនាក់ដឹងខ្លួនឡើងហើយនៅពេលឪពុករបស់ខរ៉ាបើកទ្វារបន្ទប់ទឹកស្រាប់តែទឹកក៏បានលេចចូលមកខាងក្នុងតែម្ដងបើទៅក្រោយមកកញ្ចក់យន្តហោះក៏ចាប់ផ្ដើមធ្លាយសម្រាប់លោករិចនៅក្នុងយន្តហោះម្នាក់ឯងយ៉ាងកំសត់ហើយលោកបានក៏បានសង្គ្រោះអ្នកបម្រើការយន្តហោះម្នាក់ទៀតដែលរបួសជើងលោកបានប្រាប់ទៅកាន់ផែននីឲ្យបានដឹងថាពួកគេមានពេលត្រឹមតែ1ម៉ោងនៅលើទឹកនោះតែប៉ុណ្ណោះលោកត្រូវតែរកប្រអប់សញ្ញាដើម្បីសុំជំនួយលោកបានត្រូវរកទូកសម្រាប់ជិះទៅរកបំណែកយន្តហោះមួយផ្សេងទៀតនៅពេលឮហើយផែននីសម្រេចចិត្តថាទុកឲ្យនាងហែទៅទីនោះរីឯក្មេងស្រីខរ៉ាក៏បានសួររកឪពុកម្ដាយរបស់នាងទាំងសោកសៅដែលកំពុងតែនៅក្នុងបំណែកយន្តហោះមួយផ្សេងទៀតហើយចង់ទៅជាមួយនឹងពួកគេផងដែរប៉ុន្តែពួកគេមិនឲ្យខរ៉ាទៅជាមួយនោះទេផែននេះបានឲ្យខរ៉ាមើលស្បែកជើងកែងរបស់នាងផងទុកឲ្យនាងហែទៅរកបំណែកយន្តហោះនោះម្នាក់ឯងបានហើយផែននេះបានប្រាប់ថានាងចង់ហែទឹកជាជាងជីទូកព្រោះការហែទឹកលឿនជាងជីទូករីឯស៊ូអ៊ីប្រាប់ឲ្យចេះជួយសង្គ្រោះអ្នកស្រីបេគីផងប៉ុន្តែចេះប្រាប់ទៅវិញថាអ្នកស្រីបេគីមានទម្ងន់ធ្ងន់ជាខ្លាំងមិនអាចហែនៅក្នុងទឹកចេញពីក្នុងយន្តហោះនោះបានងាយៗនោះទេបើតើមកពួកគេក៏បានព្យាយាមឡើងទៅខាងលើបន្តទៀតដើម្បីរកច្រកចេញហើយបន្តិចក្រោយមកស្រាប់តែខរ៉ាបានឃើញត្រីឆ្លាមកំពុងតែត្រូវបាក់ស៊ីសាកសពអ្នកធ្វើដំណើរនៅលើមហាសមុទ្រទៅបានជលុកបែតហើយនឹងខរ៉ាព្យាយាមស្រ័យប្រាប់ទៅកាន់ផែននីដែលកំពុងតែហែតែរកបំណែកយន្តហោះមួយផ្សេងទៀតហើយលោកបានក៏បានយកទូកខ្យល់ជីទៅជួយផែននីតែម្ដងខណៈពេលនោះផែននីបានហែផងងាកក្រោយផងដែលមិនលឺសំឡេងពួកគេទាំងពីរនាក់ស្រ័យប្រាប់នោះទេហើយត្រូវបានត្រីឆ្លាមត្រូវបាក់ស៊ីទៅខាងក្រោមទឹកតែម្ដងនៅពេលលោកបានចៅទូកទៅជួយផែននីចាត់យកផែននីឡើងទៅលើទូកបានសម្រេចទៅហើយនោះត្រីឆ្លាមនៅតែត្រូវបាក់ស៊ីនាងបានដដែលហើយត្រីឆ្លាមក៏បានលោតទៅលើទូករបស់លោកបានថែមទៀតផងរីឯចាញ់នៅពេលដែលប្រកកំតិចបងអួចរកច្រកចាញ់ពីក្នុងយន្តហោះមួយនោះបងអួយនោះនៅក្នុងមហាសមុទ្រនៅឡើយរីឯបំណែកយន្តហោះមួយផ្សេងទៀតគ្រប់គ្នាកំពុងតែចាចេញមកខាងក្រៅហើយនៅពេលបំណែកយន្តហោះនោះរំកើធ្លាក់មកខាងក្រោមអ្នកដំណើរស្រីម្នាក់ក៏បានធ្លាក់ទៅក្នុងទឹកប៉ុន្តែពួកគេសង្គ្រោះឡើងមកខាងលើវិញទាន់ពេលវេលារីឯក្រុមរបស់ស៊ូអ៊ីនៅតែមិនអាចចេញមកខាងក្រៅបានដដែលខណៈពេលនោះស៊ូអ៊ីបានជួយរំរបួសឲ្យចេះដោយសារតែចេះបានឃើញក្មេងប្រុសហ្វីនភ័យខ្លាចខ្លាំងពេក
ចេះព្យាយាមសួរនាំទៅកាន់ Finn ដើម្បីកុំឲ្យ Finn ភ័យខ្លាចហើយបានសួរនាំឈ្មោះពីម្នាក់ទៅម្នាក់នៅពេលចេះបានសួរឈ្មោះរបស់ Zoe ចេះចាប់ដើមលងស្នេហ៍ទៅលើ Zoe បន្ថែមទៀតដែលធ្វើឲ្យស្រី Becky លួចសម្លោះនិងជ្រិញជាខ្លាំងបន្តិចក្រោយនៅពេលដែលបំណែកយន្តហោះដែល Sam និង Dan កំពុងតែនៅនោះរង្គើចលិចទៅខាងក្រោម Sam ក៏បានផ្ដល់យោបល់ឲ្យពួកគេចាក់ចេញពីយន្តហោះនោះជាបន្តទៅប៉ុន្តែពួកគេក៏បានចោទសួរទៅកាន់ Sam វិញថាតើពួកគេទៅណាទៅពួកគេកំពុងតែនៅលើមហាសមុទ្រតើពួកគេទៅណាបានទៅ Sam ប្រាប់ទៅវិញថាតើរករបស់សម្រាប់តោងទៅរីហាច់បានជាមជ្ឈព្រមធ្វើតាម Sam ដដែលនៅពេល Sam ថាហាច់ប្រងស្ទូទៅវា Sam ប៉ុន្តែមេក្រុមរបស់ហាច់ក៏បានតែហាមឃាត់ពួកគេម្ដងទៀតព្រោះពួកគេមិនត្រូវឆ្លោះគ្នាទេនៅពេលហ្នឹងហើយនៅពេលនោះពួកគេសម្រេចចិត្តថានឹងធ្វើតាម Sam ដោយមិនស្ដាប់តាមហាច់នោះទេរីលីសាំងកំពុងតែនៅលើបំណែកយន្តហោះនិងកំពុងតែលិចទៅក្នុងទឹកបន្តិចម្ដងតើបានជាលីសាហាយចេញពីទីនោះនៅពេលដែលលីសាបានហាយទៅរកគ្រប់គ្នាបានសម្រេចហើយស្រាប់តែត្រីឆ្លាមក៏បានហាយមកដល់គ្រប់គ្នាក៏បានជួយសង្គ្រោះលីសាដែលធ្វើ Sam សប្បាយចិត្តជាខ្លាំងប៉ុន្តែពេលនោះត្រីឆ្លាមក៏បានហាយមកដល់ខំសម្លាប់បារម្ភម្នាក់នៅពេលមេក្រុមរបស់ហាច់ទៅជួយត្រីឆ្លាមក៏បានហាយមកខាំមេក្រុមរបស់ហាច់អស់ម្នាក់ទៀតដែលធ្វើហាច់ឈឺចិត្តជាខ្លាំងនៅពេលនោះហាច់ខឹងសប្បាយជាមួយនឹង Sam ខ្លាំងណាស់ដល់សត្វផែនការរបស់ Sam ទៅខាងក្រៅគឺមិនបាននោះទេនៅក្នុងទឹកគឺមានសុទ្ធតែត្រីឆ្លាមទាំងអស់ហាច់បានគិតថាគឺជាកំហុសរបស់ Sam តើបានជាស្ទូប្រងទៅវាយដំជាមួយនឹង Sam ប៉ុន្តែលោក Ben ក៏បានជិះទូកមកដល់ហើយហាមឃាត់កុំឲ្យពួកគេឆ្លុះប្រកែកគ្នាបន្តទៀតងាកមើលក្រុមរបស់ Zoe ហើយនឹង Jay អាណែវិញពួកគេនៅតែមិនអាចចេញមកខាងក្រៅបានដដែលនៅពេលអ្នកស្រីBeckyបានយកអាហារណាត់ឲ្យ Finn ញ៉ាំដើម្បីបំបត្តិភាពភ័យខ្លាច Finn ប្រាប់ទៅវិញថាម្ដាយរបស់គេបាននិយាយថាអាហារណាត់អាចធ្វើគេធាត់អ្នកស្រីBeckyបានតទៅវិញថាម្ដាយរបស់ Finn មិនគួរនិយាយអញ្ចឹងនោះទេអ្នកស្រីបានសួរអាយុរបស់ Finn និងចង់ឲ្យ Finn ទាយអាយុរបស់គាត់ផងដែរទៅបានជា Finn ទាយថាអាយុ100ឆ្នាំអ្នកស្រីBeckyបានតទៅវិញថាគឺចិត្តត្រូវហើយនៅពេលនិយាយគ្នាហើយ Finn ចាប់ផ្ដើមយំបន្តទៀតរីចែសម្រាប់ថាទុកឲ្យគេហែទៅខាងក្រោមទឹកដើម្បីរកច្រកចេញហើយទៅរកជំនួយជួយពួកគេទាំងអស់គ្នាមុនទៅស៊ូអ៊ីក៏បានឲ្យចែសន្យាផងដែរថាត្រូវតែត្រឡប់មកវិញដែលធ្វើចែមានអារម្មណ៍ថារំភើបចិត្តជាខ្លាំងចែប្រាំទៅកាន់ Finn ផងដែរថាមើលថែគ្រប់គ្នាផងលោកនៅបរិយាបានហែចេញមកខាងក្រៅបានសម្រេចហើយស្រាប់តែចែបានឃើញត្រីឆ្លាមកំពុងតែត្របាក់ស៊ីឪពុករបស់ Cora ហើយនឹង Finn ទៅបានចែព្យាយាមហែចេញពីទីនោះស្រែកឲ្យគេជួយប៉ុន្តែត្រូវបានត្រីឆ្លាមត្របាក់ស៊ីគេបានដដែលរីលោកបានក៏បានរៀបចំផែនការឲ្យគ្រប់គ្នាទៅរកទូកខ្យល់សម្រាប់ជីចាក់ចេញពីទីនោះជីទូកខ្យល់ទៅរកបំណែកយន្តហោះផ្សេងទៀតពួកគេត្រូវការឲ្យពងសម្រាប់ពាក់រៀងៗខ្លួនហើយលោកបានក៏បានទៅរកកំភ្លើងសុំជំនួយនិងប្រអប់សញ្ញាផងដែរខណៈពេលនោះ Cora បានស្រែកហៅឪពុករបស់នាងម្ដងហើយម្ដងទៀតហើយបានដើរទៅខាងក្រោយម្នាក់ឯងរកឪពុករបស់នាងគ្រប់គ្នាកំពុងតែឡើងលើទូកមកដឹងទេថា Cora នៅខាងក្រោយយន្តហោះដែលកំពុងតែធ្លាក់ហើយនៅពេលនោះវាទៅត្រូវបានត្រីឆ្លាមស៊ីទៅហើយប៉ុន្តែពេលនោះលោកបានក៏បានទៅជួយតាន់ពេលវេលានៅពេលបំណែកយន្តហោះនោះលេងទៅក្នុងទឹកក៏បានបោកបក់ទៅលើពួកគេអ្នកដំណើរក៏បានផ្លោងចេញពីទូកខ្យល់លោកបានព្យាយាមអោប Cora យ៉ាងជាប់រីសែមិនចង់គំនុំជាមួយនឹងហាច់នោះទេគេបានហែទៅជួយហាច់ដែលកំពុងតែស្លាប់នៅក្នុងទឹកបន្ទាប់មកលោកបានក៏បានសួររកប្រអប់សញ្ញាពីគ្រប់គ្នាប៉ុន្តែប្រអប់សញ្ញានោះក៏បានរសាទៅក្នុងទឹកមុននោះបាត់ទៅហើយDanនៅតែស្អប់លោក Ben ដដែល Dan បានចោទលោក Ben ថាលោក Ben គ្មានទំនួលខុសត្រូវក្នុងការបើកយន្តហោះដែលធ្វើយន្តហោះនោះត្រូវបានធ្លាក់ស្របពេលនោះពួកគេបានឃើញ Sam ពីចម្ងាយនៅកណ្ដាលទឹកជាមួយនឹងហាច់ហើយត្រីឆ្លាមកំពុងតែហែជុំវិញពួកគេទាំងពីរនាក់ផងដែរនៅពេលលោក Ben ចង់ចែវទូកទៅជួយ Sam ហើយនឹងហាច់ Dan បានជាមិនយល់ព្រមជាដាច់ខាតតែបានជាពួកគេទាំងពីរនាក់ប្រកែកគ្នាវេដំគ្នាទៅវិញទៅមកប៉ុន្តែលោក Ben នៅតែសម្រេចចិត្តទៅដដែលហើយបានឲ្យ Dan ទៅលើទូករបស់ស្រីនិងក្មេងៗជាដាច់ខាតត្រូវតែជិះទូកទៅជាមួយនឹងលោក Ben បន្តនៅពេលហាច់បានដឹងខ្លួនឡើងវិញហាច់បានឃើញ Sam តោងខ្លួនប្រាណរបស់គេជាប់នៅលើទឹកហើយគេភ័យខ្លាចជាខ្លាំងដោយសារតែបានឃើញត្រីឆ្លាមជាច្រើនកំពុងតែហែជុំវិញពួកគេទាំងពីរនាក់ទើបបានជាពួកគេនៅស្ងៀមនៅលើទឹកហើយរងចាំក្រុមរបស់លោក Ben ចៅទូកមកយកពួកគេទាំងពីរនាក់នៅពេលដែលក្រុមរបស់លោក Ben ដែលយកពួកគេទាំងពីរនាក់ឡើងទៅលើទូកបានសម្រេចហើយក៏បានសម្លឹងមើលទៅ Sam ក្នុងន័យអរគុណរីក្រុមរបស់ Zoe មិនអាចនៅខាងក្នុងបន្តទៀតបាននោះទេព្រោះមិនឃើញចេះត្រឡប់មកវិញទៀតដូច្នេះហើយបានជា Zoe សម្រេចចិត្តថាយក Finn ជ្រុំមួយទឹកទៅខាងក្រោមជាមួយនឹងគ្នាតែម្ដងដោយអ្នកស្រី Becky សុកចិត្តនៅរងចាំម្នាក់ឯងនៅខាងក្នុងដំបូងឡើយពួកគេទាំងពីរនាក់មិនចង់ទៅចោលអ្នកស្រី Becky នោះទេប៉ុន្តែអ្នកស្រី Becky បានប្រាប់តែកាន់ពួកគេទាំងពីរនាក់ថាអ្នកស្រីអាចនៅម្នាក់ឯងបាន
បើតើនៅប្រពូគេបានយកព្រមធ្វើតាមស្រីបៃគីហើយនៅប្រពូគេបានជ្រមុជចេញទៅខាងក្រៅបានសម្រេចពួកគេក៏បានឃើញសារសរបស់ចេះនៅខាងក្រោមទឹកនោះបាត់ទៅហើយដែលត្រូវបានស្លាប់បាត់ទៅហើយទៅបានចំពោះគេអាណិតទៅកាន់ចេះជាខ្លាំងហើយបានព្យាយាមហាយទៅខាងលើបន្តទៀតរីឯមនុស្សនៅលើទូកពួកគេកំពុងតែរងចាំក្រុមសង្គ្រោះនៅលើទូកមិនអាចទៅណាបាននោះទេហើយនៅពេលលោកបែនបានសួរដែនថាតើដែនមានកូនដែរឬអត់ដែនបានតបទៅវិញថាគឺគេមានកូនម្នាក់ហើយគេបន្តទៅកាន់លោកបែនម្ដងទៀតថាជប់ប្រើលោកទៅស្លាប់ទៀតទៅបើទីក្រុមមកតាមតពួកគេបានឃើញយន្តហោះមួយគ្រឿងហោះនៅលើអាកាសឆ្លងកាត់ទីនោះទៅបានចំពោះគេមានសង្ឃឹមឡើងវិញហើយពួកគេបានស្រែកហៅសុំជំនួយប៉ុន្តែសម្លេងស្រែកហៅរបស់ពួកគេទាំងអស់គ្នាមិនអាចឮទៅដល់យន្តហោះនៅលើអាកាសបាននោះទេយន្តហោះមានកម្ពស់ខ្ពស់រាប់ម៉ាយមិនអាចឮសម្លេងស្រែកហៅរបស់គ្រប់គ្នាបាននោះទេយន្តហោះនោះក៏បានហោះឆ្លងកាត់ទៅមុខបាត់ស្រមោលឆឹងតែម្ដងរីស៊ូអ៊ីហើយនឹងហ្វេននៅប្រពូគេបានរកឃើញទូកមួយនៅលើទឹកហើយនៅពេលស៊ូអ៊ីបានយកហ្វេនដាក់លើទូកមុនស្រាប់តែត្រីឆ្លាមមួយក្បាលក៏បានហែមកខំទៅរបស់ជើងមកខាងរបស់ស៊ូអ៊ីប៉ុន្តែនៅពេលនោះស៊ូអ៊ីព្យាយាមហែគេពីត្រីឆ្លាមនិងបានឡើងទៅលើទូកបានសម្រេចនៅពេលបានឡើងទៅលើទូកភ្លាមស៊ូអ៊ីក៏បានយកខ្សែមកទប់ឈាមរបស់នាងមុនពេលនាងបានស្លាប់ទៅរីហ្វេនស្រែកដាស់ស៊ូអ៊ីម្ដងហើយម្ដងទៀតនិងព្យាយាមស្រែករកជំនួយផងដែរប៉ុន្តែគ្មាននរណាបានឃើញពួកគេទាំងពីរនាក់នោះទេប៉ុន្តែពេលនោះស៊ូអ៊ីលែងដឹងខ្លួនទៅហើយស្របពេលនោះត្រីឆ្លាមបានធំក្លិនឈាមរបស់ស៊ូអ៊ីបានហែឆ្វែនៅក្បែរនោះវាបានហែបុកទូករបស់ហ្វេនម្ដងហើយម្ដងទៀតនៅពេលហ្វេនបានអោនសម្លឹងមើលទៅខាងក្រោមនៅពេលដែរទឹកស្ងប់ស្ងាត់ទៅវិញត្រីឆ្លាមក៏បានហែបុកទូកម្ដងទៀតដែលធ្វើហ្វេនធ្លាក់ទៅក្នុងទឹកហើយត្រីឆ្លាមក៏បានហែមករកស៊ីហ្វេនតែម្ដងងាយមើលស្រីបៃគីនៅខាងក្នុងម្នាក់ឯងទៅវិញអ្នកស្រីលេងទៅក្នុងទឹកបន្តិចម្ដងទៅហើយជាពេលចុងក្រោយអ្នកស្រីបានយករូបថតកូនស្រីមកមើលជាលើកចុងក្រោយនិយាយតែការនៅរូបថតកូនស្រីទាំងសោកសៅថាអ្នកស្រីលេងបាននិយាយជាមួយនឹងកូនស្រីបន្តទៀតហើយអ្នកស្រីបានត្រឹមតែនិយាយជាមួយនឹងព្រះតែប៉ុណ្ណោះនៅពេលនិយាយហើយអ្នកស្រីក៏បានថាបរូបកូនស្រីជាលើកចុងក្រោយលោកនៅពេលដែរមេឃងងឹតក្រុមអ្នកសង្គ្រោះក៏បានជាអធំពេកចាប់មួយគ្រឿងតាមរកកន្លែងធ្លាក់យន្តហោះហើយស្របពេលនោះទូកអ្នកនេសាទចិនមួយគ្រឿងក៏ពុតទៅបើកនេសាទត្រីនៅលើមហាសមុទ្រផងដែរមានក្រុមការងារតាក់ទងប្រាប់ទៅកាន់ក្រុមអ្នកនេសាទត្រីនោះថាមានយន្តហោះធ្លាក់នៅម្ដុំទីនោះដូច្នេះជួយតាមរកអ្នកធ្លាក់យន្តហោះទាំងអស់នោះផងរាអ្នករស់រានមានជីវិតនៅលើទូកនោះក៏ពុតទៅរងចាំនៅលើទូកនៅឡើយហើយឆ្លៀតពេលនោះហាច់ក៏បានអរគុណទៅកាន់សែមម្ដងហើយម្ដងទៀតដែលសែមមិនស្អប់ហាច់ហើយបានជួយជីវិតរបស់ហាច់ថែមទៀតផងហាច់ដឹងថាសែមលួចស្រឡាញ់លីសាដូច្នេះហាច់លើកទឹកចិត្តឲ្យសែមសារភាពស្រឡាញ់ទៅកាន់លីសាទៅរាលោកបិនក៏បានឲ្យទឹកផឹកទៅកាន់ខរ៉ាប៉ុន្តែខរ៉ានៅតែនៅឪពុកម្ដាយរបស់នាងនិងប្អូនប្រុសរបស់នាងដដែលខរ៉ាបានគិតថាឪពុករបស់នាងបានចាក់ចោលនាងបាត់ទៅហើយឪពុករបស់នាងបានផ្ដាំថាមើលថែប្អូនប្រុសរបស់នាងផងប៉ុន្តែខរ៉ាបានជាធ្វើមិនបានសោះលោកបែនបានតទៅវិញថាឪពុករបស់ខរ៉ាមិនតែចោលខរ៉ានោះទេលោកបែនប្រាប់ផងដែរថាលោកក៏មានកូនប្រុសម្នាក់ផងដែរដែលមានអាយុ7ឆ្នាំលោកបានបង្ហាញរូបថតទៅកាន់ខរ៉ាឲ្យបានឃើញនៅពេលលោកបានបង្ហាញរូបថតកូនប្រុសកាលនៅពីតូចឲ្យខរ៉ាមើលខរ៉ាបានប្រាប់ថាមិនមែនអាយុ7ឆ្នាំនោះទេហើយខរ៉ាបានសួរលោកបែនផងដែរថានៅពេលខរ៉ាបានធំឡើងតើឪពុករបស់នាងចងចាំមុខរបស់នាងដែរឬអត់លោកបែនបានតទៅវិញថាគឺនៅចងចាំព្រោះគាត់គឺជាឪពុករបស់ខរ៉ាបើទីក្រុមក្រុមសង្គ្រោះក៏បានជាធម្មពេកចាក់មួយគ្រឿងមកដល់ទីនោះហើយទម្លាក់ខ្សែកាប់ទៅខាងក្រោមដើម្បីទទួលពួកគេពីម្នាក់ទៅម្នាក់ទាំងពួកគេមិនដឹងទេថានៅខាងក្រោមគឺមានត្រីឆ្លាមកំពុងតែហែនៅខាងក្រោមហើយនៅពេលក្រុមការងារនៅខាងលើជ្រោដដៃទម្លាក់ក្រុមការងារនៅខាងក្រោមចូលទៅក្នុងទឹកត្រីឆ្លាមក៏បានហែមកខំត្របាក់ជើងក្រុមការងារនោះដាច់មកខាងតែម្ដងហើយនៅពេលត្រីឆ្លាមផ្សេងទៀតបានលូតត្របាក់ស៊ីបន្តទៀតខ្សែកាប់ក៏បានទាញឲ្យធម្មពេកចាក់ធ្លាក់ទៅក្នុងទឹកខណៈពេលនោះខ្សែកាប់ក៏បានវាត់ទៅត្រូវទូករបស់ក្រុមលោកបែនផងដែរដែលធ្វើឲ្យពួកគេធ្លាក់ទៅក្នុងទឹកទាំងអស់ពួកគេទាំងអស់គ្នាព្យាយាមហែទៅរកទូកវិញនិងអ្នកខ្លះទៀតបានបែកក្រុមគ្នានិងអ្នកខ្លះទៀតត្រូវបានត្រីឆ្លាមស៊ីជាបន្តបន្ទាប់រាទូកអ្នកនេសាទកំពុងតែធ្វើដំណើរឆ្ពោះមកកាន់ទីនោះសម្លឹងរកមើលអ្នកដំណើរនៅពេលដែលទូកអ្នកនេសាទបាក់មកដល់ទីនោះលោកបានក៏បានយកកាភ្លើកបាញ់ទៅខាងលើសុំជំនួយពីពួកគេទាំងអស់គ្នាប៉ុន្តែទូកអ្នកនេសាទមិនអាចបើកទៅចិត្តយកគ្រប់គ្នាបាននោះទេដែលធ្វើពួកគេឆ្ងល់ជាខ្លាំងលោកបែនប្រាប់ទៅកាន់ពួកគេទាំងអស់គ្នាថាដោយសារតែទូកអ្នកនេសាទមិនអាចបើកមកមុខបានគឺនៅខាងក្រៅមានថ្មច្រើនពេកដូច្នេះពួកគេត្រូវតែចោលទូកទៅរកទូកអ្នកនេសាទនោះវិញម្ដងស្របពេលនោះពួកគេទើបតែដឹងថាបាត់ខរ៉ាទៅហើយខរ៉ាបានហែទៅលើបំណែកយន្តហោះមួយផ្សេងទៀតម្នាក់ឯងបើតើមកលោកបែនសម្រាប់ចិត្តហែទៅយកខរ៉ាម្នាក់ឯងដែលប្រថុយជីវិតមិនខ្លាចត្រីឆ្លាមស៊ីបន្តិចឡើយនៅពេលលោកបែនបានហែទៅរកខរ៉ាត្រីឆ្លាមជាច្រើនក៏បានហែមករកលោកបែនប៉ុន្តែលោកបែននៅតែហែទៅរកខរ៉ាបានសម្រេចដដែល
ហើយបានយកអាវពោងពាក់ឲ្យខរ៉ាផងដែររាខរ៉ាប្រាប់ទៅកាន់លោកបែនទាំងសោកសៅថានាងចង់នៅកន្លែងហ្នឹងនៅក្បែរឪពុករបស់នាងលោកបែនបានតបទៅវិញថាខរ៉ាមិនអាចនៅកន្លែងហ្នឹងបានទៀតទេឪពុករបស់ខរ៉ាចង់ឃើញខរ៉ាឆ្លាតពូកែត្រឡប់ទៅវិញជាមួយនឹងគ្នានៅពេលប្រាប់ឲ្យលោកបែនក៏បានយកអាវពោងពាក់ឲ្យខរ៉ាហើយបានយកខ្សែចងជាប់ខ្លួនប្រាណនិងចង្កេះរបស់លោកបែនបើតោះលោកបែនក៏បានព្យាយាមហែសដៅខរ៉ាទៅរកទូករបស់ពួកគេវិញនៅពេលនោះត្រីឆ្លាមជាច្រើនក៏បានហែមករកស៊ីលោកបែនហើយនឹងខរ៉ាតែបានជាក្រុមអ្នកនេសាទត្រីមានវិធីមួយជួយពួកគេទាំងពីរនាក់គឺនៅពេលនោះពួកគេបានទម្លាក់ត្រីដែលនេសាទបាននៅក្នុងទូកទម្លាក់ចូលក្នុងទឹកទាំងអស់ដើម្បីបញ្ឆោតត្រីឆ្លាមឲ្យហែទៅស៊ីត្រីទាំងអស់នោះវិញម្ដងស្របពេលនោះលោកបែនបានចុះកំជ្រួចបាញ់ទៅលើត្រីឆ្លាមទាំងអស់នោះដើម្បីការពារខរ៉ាហើយនៅពេលនោះត្រីឆ្លាមបាត់ជាហែទៅស៊ីត្រីដែលទម្លាក់ចេញពីទូកនេសាទនោះពិតមែនរីលោកដែននៅតែមិនខ្វល់ដដែលលោកបានឈោងទៅយកបារីរសាត់នៅលើទឹកមកជក់ធ្វើជាប្រងើយដែលធ្វើគ្រប់គ្នាហូរចិត្តជាខ្លាំងប៉ុន្តែដៃកេះបានជាមិនឆេះហើយត្រីឆ្លាមក៏បានលុបមកត្របាក់ស៊ីលោកដែនចេញពីទូកតែម្ដងដែលធ្វើគ្រប់គ្នាគ្មានអារម្មណ៍ថាអាណិតបន្តិចសោះលោកនៅពេលដែលពួកគេត្រូវបានសង្គ្រោះឡើងទៅលើទូកនេសាទបានសម្រេចហើយទូកនេសាទក៏បានដឹកពួកគេចាក់ចេញពីទីនោះពេលនោះហើយជាពេលដែលសែមសារភាពស្រឡាញ់ទៅលើលីសាផងដែរនៅពេលហាច់បានឃើញពួកគេទាំងពីរនាក់ស្រឡាញ់គ្នាទៅវិញទៅមកហាច់ក៏បានលួចញញឹមម្នាក់ឯងរីលោកបែនក៏បានដើរទៅមើលខរ៉ាដែលកំពុងតែពីបានចិត្តម្នាក់ឯងដោយសារតែបាត់បង់ក្រុមគ្រួសាររបស់នាងអស់ទៅហើយនៅពេលនោះទូរស័ព្ទដៃរបស់ពួកគេលោសញ្ញាមួយយ៉ាងនៅពេលខរ៉ាខ្ចីទូរស័ព្ទដៃពីលោកបែនមកមើលពីដេតមើលទីតាំងរបស់ Finn ព្រោះ Finn មានឧបករណ៍ចាប់សញ្ញាមួយនៅលើកដែលឪពុករបស់ពួកគេបានដាក់មុនពេលដែលជាយន្តហោះពួកគេបានដឹងថាទូករបស់ Finn គឺមានទីតាំងនៅកន្លែងណាហើយនៅពេលពួកគេបានជិះទូកទៅយក Finn ពួកគេបានឃើញត្រឹមតែស៊ូអ៊ីរបូរជើងលើទូកតែប៉ុណ្ណោះដែលធ្វើខរ៉ាអស់សង្ឃឹមជាខ្លាំងប៉ុន្តែក៏ប៉ុន្តែគឺ Finn ដេកនៅក្នុងតង់ទៅបានជាខរ៉ាស្ទោទៅអបប្អូនប្រុសទាំងសប្បាយចិត្តខរ៉ាបានសុំទោសទៅកាន់ប្អូនប្រុសផងដែរដែលមើលថែមិនបានល្អរីស៊ូអ៊ីនៅពេលដែលសួររកអ្នកស្រី Becky លោកបានក៏បានក៏រវីក្បាលទាំងសោកសៅហើយឲ្យក្រុមសង្គ្រោះយកស៊ូអ៊ីដែលនៅលើទូកនេសាទចាក់ចេញពីទីនោះជាមួយនឹងគ្នាលោកនៅពេលដែលពួកគេបានធ្វើដំណើរទៅត្រឡប់ទៅវិញលោកបានក៏បានសម្លឹងមើលរូបថតកូនប្រុសសម្រាប់ព្យាបាលនៅឯមន្ទីរពេទ្យទាំងស្រស់ទឹកភ្នែកហើយបានទេទៅកាន់ប្រពន្ធទាំងក្តុកក្តួលប្រពន្ធលោកបែននឹកស្មានថាលោកបែនបានស្លាប់ទៅហើយនៅពេលឮសំឡេងលោកបែនភ្លាមប្រពន្ធលោកបែនស្រែកយំតាមទូរស័ព្ទដៃតែម្ដងហើយឲ្យកូនប្រុសនិយាយជាមួយនឹងលោកបែនផងដែរលោកបែនបានប្រាប់ថាលោកបែនកំពុងតែត្រឡប់ទៅផ្ទះវិញហើយអរគុណប្រិយមិត្តអរគ្នាសម្រាប់ការទស្សនាការសម្រាយរឿងដែលមានចំណងជើងថា Deepwater ឬមួយហ្នឹងគឺមិនសូវជោគជ័យនៅក្នុងរោងកុនទេហើយ admin គិតថាឬមួយហ្នឹងតែតងជាមួយត្រីឆ្លាមហ្នឹងគឺផ្លាយគួរសមដែរគឺផ្លាយនៅពេលដែលយន្តហោះធ្លាក់ទៅក្នុងមហាសមុទ្រហ្នឹងយន្តហោះបានដាច់ជា2ជា3កំណាត់ហើយបន្តមកទៀតហ្នឹងគឺអ្នកធ្វើដំណើរទាំងអស់ហ្នឹងបានបែកជាក្រុមហើយមានឧបសគ្គផ្សេងត្រីឆ្លាមស៊ីពីម្នាក់ទៅម្នាក់អញ្ចឹងចំណុចផ្លាយនៅក្នុងរឿងមួយហ្នឹងគឺយន្តហោះបានដាច់ជា2ជា3កំណាត់ហើយត្រីឆ្លាមហ្នឹងតាមស៊ីក្រុមផ្សេងអញ្ចឹងឯងមិនគិតថាចំណុចមួយហ្នឹងគឺផ្លាយគួរសមដែរប៉ុន្តែបើសិនជាតាក់ទងជាមួយនឹងរឿងត្រីឆ្លាមស៊ីមនុស្សហ្នឹងគឺមានច្រើនមកហើយនៅពេលដែលយន្តហោះធ្លាក់ឬក៏មនុស្សជាប់នៅកន្លែងណាមួយលើមហាសមុទ្រហ្នឹងត្រីឆ្លាមមកស៊ីក៏ប៉ុន្តែរឿងអញ្ចឹងគឺមានច្រើនមកហើយផ្លាយគ្នាបន្តិចបន្តួចទេនៅក្នុងរឿងមួយហ្នឹងតួអង្គផ្សេងដែលបានសម្ដែងហ្នឹងគឺល្បីគួរសមដែរតួសម្ដែងនៅក្នុងរឿងមួយហ្នឹងឯងបញ្ចាំមុខច្រើនខ្លាំងមែនតើប៉ុន្តែគ្រាន់តែថាអត់សូវស្គាល់ឈ្មោះប្រហែលទេលុះត្រាតែតួអង្គនោះល្បីកប់ពពកដូចជា Angelina Jolie The Rock អីជាដើមអញ្ចឹងទៅបានជា admin ហ្នឹងចងចាំឈ្មោះច្បាស់ហើយរឿងមួយហ្នឹងដែលធ្វើ admin ហ្នឹងចាប់អារម្មណ៍ជាងគេគឺតួអង្គស្រីដែលមានឈ្មោះថាស៊ូអ៊ីឈ្មោះពិតរបស់គាត់គឺមានឈ្មោះថា Nancy ដែលជាជនជាតិចិនគាត់បានសម្ដែងនៅក្នុងរឿង Creation of the God វគ្គ2គឺថាគាត់សម្ដែងបានល្អខ្លាំងមែនទែន admin ចាប់អារម្មណ៍តួអង្គស្រីចិនមួយហ្នឹងនៅក្នុងរឿងមួយហ្នឹងអត់នឹកស្មានថាគាត់សម្ដែងនៅក្នុងរឿង Hollywood មួយហ្នឹងសោះក៏ប៉ុន្តែរឿងគាត់សម្ដែងនៅក្នុងរឿង Hollywood គឺមានផ្សេងទៀតដែរគ្រាន់តែថា admin ទៅចាប់អារម្មណ៍រឿងមួយហ្នឹងទេហើយនៅក្នុងរឿងមួយហ្នឹងគាត់សម្ដែងបានកំសត់ខ្លាំងមែនទែនហើយបើគាត់សម្ដែងនៅក្នុងរឿងចិនតែងបុរាណវិញគឺថាអស្ចារ្យថែមទៀតក្បាច់គុណរបស់គាត់គឺថាលេខ1តែម្ដងអត់ដឹងថាប្រិយមិត្តគ្នាចងចាំគាត់ឬក៏អត់ទេគាត់មានឈ្មោះថាតឹងឆាំងអេនៅក្នុងរឿង Creation of the God ចាំឲ្យមានដាក់រូបភាពរបស់គាត់នៅក្នុងវីដេអូមួយហ្នឹងអូខេអញ្ចឹងប្រិយមិត្តគ្នាការសម្ដែងរឿងរបស់នេះគឺបានចប់ហើយចាំជួបគ្នានៅវីដេអូផ្សេងទៀតសូមអរគុណសូមជម្រាបលាបាយ